អត់ដឹងមានណាដូចខ្ញុំខ្លះទេប៉ុន្តែគេទៅក្រុងគេរកផ្សារចំណែកខ្ញុំនេះណាទៅក្រុងគឺរកព្រៃនេះសកម្មភាពដែលខ្ញុំបានទៅកន្លែងអាចថាសួនមួយដែលនិយាយទៅមានផ្កាដំណាំស្រស់ស្អាតមែនទែនហើយក្នុងហ្នឹងខ្ញុំឃើញតាមវីដេអូគេទេអញ្ចឹងក៏មានម្ដងថាចង់ទៅនំគ្រួសារទៅមើលឲ្យស្គាល់និយាយតាមត្រង់ទៅខ្ញុំបើកកាត់កន្លែងនឹងច្រើនដងពេលខ្ញុំទៅធ្វើការប៉ុន្តែអាចឆ្លៀតចូលហើយក៏គិតថាមើលក្នុងម៉ាប់ទៅតូចទេប៉ុន្តែដល់ពេលទៅផ្ទាល់បងប្អូនគឺថាធំប៉ុនគេហើយជុំវិញហ្នឹងគឺមានដើមឈើជាច្រើនដែលយើងអាចអង្គុយហូបអីជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិយើងអញ្ចឹងទៅហើយមើលពីក្រៅដូចតូចប៉ុន្តែចូលទៅដល់ក្នុងគឺថាធំមែនតើកាន់តែល្អគឺនៅជិតទីក្រុងតែម្ដងគឺនៅក្នុងទីក្រុងមិនមែនជិតឯក្នុងទីក្រុងតែម្ដងអញ្ចឹងពេលដែលយើងទៅកន្លែងនេះហើយយើងអាចឆ្លៀតទៅដើរផ្សារលេងឬក៏ទិញម្ហូបតាមចំណូលចិត្តអញ្ចឹងបើបងប្អូនមានពេលខ្ញុំណែនាំឲ្យទៅលេងទាំងអស់គ្នាព្រោះអីកន្លែងនេះចូលក៏អត់អស់លុយដែរអញ្ចឹងស្នុកកាយសប្បាយចិត្តព្រោះអត់អស់លុយGood weather too. The grass, look at that. Good job to the citywide people. I think it's the citywide people or citywide staff that does all the maintenance and they're actually one of our members too. Proud of them. I'm here. This beautiful spot here. It's full of nature. Come check it out if you haven't already. I've driven past this so many times, but I've never stopped by to actually look. So this is called Fitzroy Gardens. So it's beautiful. It's actually so massive when you come in. វីដេអូនេះមានតែប៉ុណ្្នឹងទេបើបងប្អូនចង់ឃើញវីដេអូបន្តទៀតបងប្អូនអាចចុច like ក៏ដូចជា subscribe មកកាន់ page របស់ខ្ញុំហើយសូមអរគុណដែលបានមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយ